បើកលឹះមួយនេះនៅក្នុងទូរស័ព្ទដៃអាចជួយឲ្យយើងរកទូរស័ព្ទយើងឃើញវិញទោះបីជាយើងជ្រុះបាត់ឬក៏ត្រូវគេលួចបាត់ហើយគេយកទៅដកស៊ីមចាញ់បិទម៉ាស៊ីនឬបិទអ៊ីនធឺណិតយ៉ាងណាក៏ដោយក៏យើងអាចដឹងថាទីតាំងទូរស័ព្ទយើងនៅកន្លែងណាបានដែរអូយធ្វើម៉េចនេះខ្ញុំឈូបាត់ទូរស័ព្ទឯនេះអូទូរស័ព្ទម៉ាក់ទុំទិញឲ្យធ្វើម៉េចទៅអ្នកនរគ្នាបាត់ទូរស័ព្ទទៅរកនៅណាទេអូខេទៅតាមដានជាមួយខ្ញុំទាំងអស់គ្នាខ្ញុំនឹងប្រាប់អ្នកនរគ្នានៃការបើកកលឹះនេះនៅក្នុង iPhone ហើយនិង Android តោះអូខេឥឡូវយើងមកអនុវត្តនៅលើ iPhone មុនអញ្ចឹងអ្នកទាំងអស់គ្នាចូលមក setting ហ្នឹងហើយបន្តមកទៀតយើងចុចនៅលើ Apple ID របស់យើងហ្នឹងឃើញទេអ្នកនរគ្នានឹងឃើញពាក្យ Find My នេះឃើញទេនេះlogo ពណ៌បៃតងហ្នឹងអ្នកនរគ្នាណាចុចលើនឹងមកហើយបើសិនជាអ្នកនរគ្នាអត់ទាន់បើកពេលចុចមកដល់កន្លែងហ្នឹងវាអស់ហើយអញ្ចឹងយើងចូលទៅមើលយើងបើកឲ្យអស់ណា Find my iPhone Find my network Find my last collection location ច្រឡំហ្នឹងហើយអញ្ចឹងបើកកន្លែងហ្នឹងអស់ពីព្រោះអីយើងបើកចំណុចទាំងអស់ហ្នឹងបានទូរស័ព្ទយើងរកឃើញវិញយើងអាចដឹងទីតាំងទោះបីជាបិទម៉ាស៊ីនក៏ដោយណា my location បើកអស់ហើយកន្លែង share my location ហ្នឹងក៏បើកដែរណាបើយើងអត់ទាន់បើកឲ្យចេញពណ៌បៃតងអញ្ចឹងណាអ្នកនរគ្នាណាអានេះជាចំណុចសំខាន់ណាត្រូវតែបើកទាំងអស់អូខេនេះសម្រាប់ iPhone អូខេឥឡូវសម្រាប់អ្នកប្រើ Android វិញម្ដងណាចូលមកកាន់ setting ណាហើយអ្នកគ្នាមិនបាច់ចូលទៅណាច្រើនអ្នកគ្នាចុចពាក្យ search តែម្ដងទៅណាហើយអ្នកគ្នា search ពាក្យ security ណាយកពាក្យ security មកអូខេចូលមកកាន់ security ហ្នឹងមកហើយអ្នកគ្នាឃើញពាក្យ find my drive ឃើញអត់ណារកពាក្យ find my drive នេះចុចលើហ្នឹងមកអ្នកគ្នាបើមិនទាន់បើកចំណុចលើនេះទេអ្នកគ្នាត្រូវបើកណាត្រូវបើកនេះឧទាហរណ៍ថាអ្នកគ្នាបិទត្រូវបើកចំណុចហ្នឹងឲ្យវាចេញពណ៌ខៀវអញ្ចឹងហើយអ្នកគ្នាមើលកន្លែង turn on drive location ចុចកន្លែងហ្នឹងឲ្យបើកដែរនេះចុចពាក្យ turn on ចុចពាក្យ location ឲ្យបើកពណ៌ខៀវអញ្ចឹងណានេះជាកន្លែងដែលសំខាន់ដែលយើងទោះបីទូរស័ព្ទយើងគេបិទម៉ាស៊ីនគេដកស៊ីមអីក៏ដោយក៏យើងអាចរកឃើញដែរណាងាយស្រួលទេតែប៉ុណ្្នឹងឯងអ្នកគ្នាណាបង្គន់លែងមានបញ្ហាក្លិនឆ្អេះក្លិនស្អុយបញ្ហាសត្វល្អិតឡើងពីគម្របលូមកដូចជាមូសកដោកឡាតនិងការកកស្ទះសរសៃសក់សម្រាមផ្សេងៗដែលធ្វើឲ្យលូយើងស្ទះហើយបង្គន់យើងទាំងមូលហ្នឹងគឺអ៊ូអាប់មែនតែនជ្រើសរើសឧបករណ៍អនាម័យមួយនេះគឺមានប្រព័ន្ធបង្ហូរទឹកដោយស្វ័យប្រវត្តិពេលទឹកហូរបានបើកពេលទឹកអត់ហូរគឺបិទវិញការពារការកកស្ទះសរសៃសក់សម្រាមផ្សេងៗពីខាងលើហើយការពារការឡើងជាមួយសត្វល្អិតពីខាងក្រោមអ្នកនរគ្នាប្រើឧបករណ៍នេះសមាជិកក៏ដូចជាផ្ទះអ្នកនរគ្នាទាំងមូលបង្គន់ទាំងអស់មានអនាម័យមានសុខភាពល្អអារម្មណ៍ស្រស់ស្រាយជានិច្ចបន្ទាប់ពីទស្សនាហើយសង្ឃឹមថាបងប្អូនទទួលបានចំណេះដឹងថ្មីហើយកុំភ្លេចចុចបើកចំណុចទាំងអស់ហ្នឹងនៅក្នុងទូរស័ព្ទដៃយើងការពារប្រសើរជាងព្យាបាលអញ្ចឹងយើងបើកទុកមុនទៅអត់មានខាតបង់អីទេហើយវីដេអូក្រោយខ្ញុំនឹងប្រាប់អ្នកនរគ្នាពីរបៀបទៅស្វែងរកទូរស័ព្ទយើងនៅពេលដែលបាត់ហើយអូខេកុំភ្លេចរងចាំទស្សនាវីដេអូក្រោយទាំងអស់គ្នា